កិច្ចចាប់ផ្ដើមនាងខ្ញុំក៏ដូចជាក្រុមរបស់នាងខ្ញុំដែលស្ថិតនៅក្នុងក្រុមទី6សូមធ្វើការគោរពជំរាបសួរដល់លោកគ្រូអ្នកគ្រូជាទីគោរពក៏ដូចជាមិត្តភ័ក្តិសិក្សានុសិស្សទាំងអស់គ្នាជាទីរាប់អានប្រធានបទដែលក្រុមរបស់នាងខ្ញុំលើកយកមកបកស្រាយមានចំណងជើងថាអាស៊ានឈានចូលមកដល់ការណែនាំខ្លួនដែលនាងខ្ញុំចាស់មានឈ្មោះថាដាវ៉ានិកនាងខ្ញុំមានឈ្មោះថាសពិសីនាងខ្ញុំឈ្មោះហួរសិលិនខ្ញុំឈ្មោះឡៃមួយសងឈ្មោះស៊ីងលីឈុននិងខ្ញុំបាទឈ្មោះតេងប្រខេងដែលប្រធានបទរបស់យើងបែងចែកមេត្តាចេញជា7ចំណុចគឺចំណុចទី1យមន័យនៃអាស៊ានទី2និយាយពីប្រវត្តិនៃអាស៊ានចំណុចទី3យើងនិយាយពីគោលការណ៍គ្រឹះសំខាន់នៃអាស៊ានចំណុចទី4យើងនិយាយពីគោលបំណងនិងទិសដៅក្នុងការបង្កើតអាស៊ានចំណុចទី5យើងនិយាយពីសសរស្តម្ភចំណុចទី6យើងនិយាយពីអត្ថប្រយោជន៍ក្នុងការចូលរួមជាសមាជិកអាស៊ានចំណុចទី2ហើយក៏ជាចំណុចចុងក្រោយគេដែរយើងនិយាយពីកម្ពុជាចូលជាសមាជិកអាស៊ានឥឡូវយើងចូលមកដល់ចំណុចទី1យមន័យអាស៊ានអ្វីទៅជាអាស៊ានគឺជាសមាគមសហជីវជាតិអាស៊ានផ្នែកមកដល់ចំណុចបន្ទាប់ចំណុចទី2ប្រវត្តិនៃការបង្កើតអាស៊ាន Association of Southeast Asian Nations អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី8ខែសីហាឆ្នាំ1967នៅក្នុងទីក្រុងបាងកកនៃប្រទេសថៃដែលត្រូវបានចុះហត្ថលេខានៅលើ Bangkok Declaration អាស៊ានត្រូវបានបង្កើតឡើងដំបូងមានប្រទេសចំនួន5ប៉ុណ្ណោះដែលជាប្រទេសស្ថាបនិកដែលប្រទេសទាំង5នោះមានដូចជាប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនសិង្ហបុរី and Thailand គោលបំណងនៃការបង្កើតអាស៊ានគឺដើម្បីពង្រឹងសន្តិសុខសន្តិភាពនិងការលើកកម្ពស់សហកិច្ចប្រតិបត្តិការសេដ្ឋកិច្ចសង្គមនិងវប្បធម៌ក្នុងតំបន់អាស៊ានបន្ទាប់ពីយើងដឹងពីប្រវត្តិការបង្កើតនៃអាស៊ានហើយយើងក៏ត្រូវដឹងពីប្រទេសដែលជាសមាជិកនៃអាស៊ានផងដែរហើយប្រទេសដែលជាសមាជិកនៃអាស៊ានគឺមាន10គឺមានប្រទេសវៀតណាមប្រទេសថៃប្រទេសសិង្ហបុរីប្រទេសហ្វីលីពីនប្រទេសមីយ៉ាន់ម៉ាប្រទេសម៉ាឡេស៊ីប្រទេសឡាវប្រទេសឥណ្ឌូនេស៊ីប្រទេសកម្ពុជានិងប្រទេសប្រ៊ុយណេចំណុចបន្ទាប់នេះយើងនិយាយពីបបផែនដែលនាំឲ្យអាស៊ានកើតឡើងបបផែនវាមាន2យ៉ាងគឺបបផែនខាងសេដ្ឋកិច្ចហើយនិងបបផែនខាងនយោបាយបបផែននយោបាយយើងនិយាយពីសង្គ្រាមត្រជាក់ដែលកើតឡើងចេញពីទ្វីបអឺរ៉ុបរវាងមហាអំណាចខាងប្លុកកុម្មុយនីហើយនិងប្លុកសេរីដែលប្រឆាំងគ្នាហើយសង្គ្រាមត្រជាក់នេះបានរីករាលដាលដល់ទ្វីបអាស៊ីដោយសារតែមហាអំណាចសហរដ្ឋអាមេរិកហើយនិងសហភាពសូវៀតដែលដោយសារតែចង់ដណ្ដើមឧត្តមភាពនៃផ្នែកមនោគមវិជ្ជារៀងៗខ្លួនរីឯបបផែនសេដ្ឋកិច្ចអាស៊ានបង្កើតឡើងដើម្បីឲ្យសេដ្ឋកិច្ចឆ្ពោះទៅមជ្ឈមបូព៌ានិងឆ្ពោះទៅរកសហគមន៍អឺរ៉ុបហើយកត្តាទាំងពីរនេះហៅទៅធ្វើឲ្យប្រទេសទាំង5រួមមានប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីសិង្ហបុរីហ្វីលីពីននិងថៃបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនទៅចូលរួមជជែកគ្នារួចក៏បានសម្រេចនៅសេចក្តីថ្លែងការណ៍រួមមួយដែលមាន5ចំណុចនៅថ្ងៃទី8សីហាឆ្នាំ1967គោលការណ៍គ្រឹះនៃអាស៊ានបន្ទាប់ពីការវិវត្តចូលដល់ដំណាក់កាលទី2ចាប់ពីឆ្នាំ2007ដល់បច្ចុប្បន្នដែលជាដំណាក់កាលអាស៊ានមានរដ្ឋធម្មនុញ្ញច្បាស់លាស់បានកំណត់គោលដៅទៅលើការសំខាន់គឺ1ប្រជាធិបតេយ្យការលើកកម្ពស់របបទឹកភ្នំផ្អែកទៅលើឆន្ទៈរាស្ត្រ2សិទ្ធិមនុស្សការគោរពនិងការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់បុគ្គលម្នាក់និងគោលការណ៍ទី2គឺកំណត់ទៅលើអត្តសញ្ញាណនិងនិមិត្តសញ្ញាដែលអាស៊ានក៏បានបង្កប់នៅគោលការណ៍និងគោលដៅរបស់ខ្លួនតាមរយៈនិមិត្តសញ្ញាឬសញ្ញាជាតិការឯកភាពនិងសាមគ្គីភាពតំណាងឲ្យសញ្ញារង្វង់និងរូបគួរស្រូវដែលបង្ហាញពីបំណងប្រាថ្នារបស់បេតាស្ថាបនិកចង់ឲ្យប្រទេសទាំងអស់តំបន់រួមរស់ជាមួយគ្នាប្រកបដោយសន្តិភាពនៅក្នុងនោះអាស៊ានក៏បានបង្កប់នៅពាក្យអង្គពណ៌នីមួយៗផងដែលពណ៌ខៀវតំណាងឲ្យសន្តិភាពនិងស្ថិរភាពខៀវតំណាងឲ្យស្ថិរភាពពណ៌សតំណាងឲ្យភាពស្មោះត្រង់និងពណ៌លឿងតំណាងឲ្យវិបុលភាពមានបានពណ៌ក្រហមតំណាងឲ្យភាពក្លាហាននិងធម៌ពលគោលដៅទី3គឺដើម្បីសម្រេចបាននូវ
ចាក់ខុសវិស័យនៅអត្តសញ្ញាណមួយនៅសហគមន៍និងវាសនាមួយដើម្បីលើកកម្ពស់អត្តសញ្ញាណរួមនិងជោគវាសនារបស់ប្រទេសសមាជិកអាស៊ានទាំងមូលឲ្យមានភាពរីកចម្រើនទៅថ្ងៃខាងមុខបន្តទៀត ដោយបទថារបស់ខ្ញុំបានបកស្រាយនៅចំណុចមួយខាងមុននឹងបន្តិចហើយអញ្ចឹងឥឡូវយើងចូលដល់ចំណុចមួយទៀតគឺគោលបំណងនិងទិសដៅចម្បងរបស់អាស៊ានដោយគោលបំណងនិងទិសដៅរបស់អាស៊ានយើងចែកចេញជា5ចំណុចធំៗគឺដោយចំណុចទី1សន្តិភាពនិងស្ថិរភាពយើងនិយាយពីការលើកកម្ពស់សន្តិភាពនិងសន្តិសុខស្ថិរភាពក្នុងតំបន់ដោយគោរពតាមគោលការណ៍និងរដ្ឋធម្មនុញ្ញរបស់សហប្រជាជាតិកំណើនសេដ្ឋកិច្ចគម្លឿនការអភិវឌ្ឍសេដ្ឋកិច្ចវឌ្ឍនភាពសង្គមនិងការអភិវឌ្ឍវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ចំណុចទី3កិច្ចសហប្រតិបត្តិការជំរុញសហប្រតិបត្តិការសកម្មនិងការជួយគ្នាទៅវិញទៅមកលើវិស័យឧស្សាហកម្មកសិកម្មពាណិជ្ជកម្មវិទ្យាសាស្ត្រនិងបច្ចេកទេសចំណុចទី4សហគមន៍តែមួយកសាងសហគមន៍អាស៊ានឬក៏យើងអាចហៅម្យ៉ាងទៀតបានថាអាស៊ាន Community ដែលមានសកលដំទាំង3នយោបាយសន្តិសុខ SC សេដ្ឋកិច្ច AEC សង្គមវប្បធម៌ ASCC នៅចំណុចចុងក្រោយគេគឺនិយាយពីមិត្តភាពរក្សាមិត្តភាពនិងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការអន្តរជាតិនិងតំបន់ដទៃទៀតចូលមកដល់ចំណុចបន្ទាប់យើងនិយាយអំពីសសរស្តម្ភរបស់អាស៊ានសសរស្តម្ភរបស់អាស៊ាននឹងមាន3មុនដំបូងយើងត្រូវស្វែងយល់ន័យរបស់សសរស្តម្ភទាំង3របស់អាស៊ានជាមួយសិនសសរស្តម្ភទាំង3របស់អាស៊ានគឺជាគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញការសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់ឲ្យមានការរីកចម្រើននិងមានសន្តិភាពស្តម្ភទាំង3របស់អាស៊ាននឹងរួមមាន1សសរស្តម្ភសហគមន៍នយោបាយសន្តិសុខអាស៊ាន APSC 2សសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន AEC ទី3សសរស្តម្ភសហគមន៍និងគោលដៅលើកកម្ពស់គុណអាស៊ាន ASCC ចំណុចទី1ហ្នឹងគេនិយាយអំពីសសរស្តម្ភសហគមន៍នយោបាយសន្តិសុខអាស៊ានគឺនិយាយក្នុងគោលបំណងសំខាន់គឺធានាការបណ្ដោះបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានគឺរួមនៅជាមួយគ្នាដោយសុខសន្តិភាពបរិយាកាសប្រជាធិបតេយ្យនិងមានសុខសន្តិភាពគឺវាផ្ដោតលើការដោះស្រាយចំនួនដោយសន្តិវិធីការប្រឆាំងនឹងអំពើភេរវកម្មនិងការគោរពសិទ្ធិមនុស្សទៅវិញទៅមកចូលមកដល់ចំណុចទី2គឺសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានមានគោលដៅបង្កើតឲ្យមានទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយគឺមានលំហទំនិញសេវាកម្មវិនិយោគនិងពលកម្មជំនាញដោយសេរីវាគឺផ្ដោតលើការកាត់បន្ថយពន្ធគយគឺពន្ធនាំចូលនាំចេញដោយសេរីការបង្កើនការប្រកួតប្រជែងសេដ្ឋកិច្ចនិងការកាត់បន្ថយគម្លាតអភិវឌ្ឍរវាងប្រទេសជាសមាជិកមកដល់ចំណុចទី3គឺនិយាយអំពីសសរស្តម្ភសហគមន៍វប្បធម៌អាស៊ានគឺមានគោលបំណងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជននៅក្នុងអាស៊ានតាមរយៈការយកចិត្តទុកដាក់នៅក្នុងសង្គមមនុស្សវប្បធម៌និងអត្តសញ្ញាណប័ណ្ណនៅក្នុងតំបន់គឺវាផ្ដោតលើការអប់រំសុខាភិបាលវប្បធម៌បរិស្ថាននិងការគោរពសិទ្ធិស្ត្រីនិងកុមារសសរស្តម្ភទាំង3របស់អាស៊ាននេះគឺផ្សារភ្ជាប់គ្នាដើម្បីឈានទៅរកចក្ខុវិស័យតែមួយគឺសហគមន៍តែមួយវាសនាតែមួយអំពីអត្ថប្រយោជន៍របស់អាស៊ានអត្ថប្រយោជន៍នៃការចូលរួមអាស៊ានមាន3ចំណុចសំខាន់មួយលើកកម្ពស់សេដ្ឋកិច្ចការចូលរួមអាស៊ានធ្វើឲ្យប្រទេសអាចពង្រីកទីផ្សារពង្រឹងពាណិជ្ជកម្មនិងទាក់ទាញការវិនិយោគពីបរទេសទី2ពង្រឹងសន្តិភាពនិងស្ថិរភាពប្រទេសនិងសមាជិកសហការគ្នាដើម្បីរក្សាសន្តិភាពស្ថិរភាពនិងដោះស្រាយបញ្ហាដោយសន្តិវិធីអាស៊ានក៏ជួយជ្រោមជ្រែងក្នុងការដោះស្រាយវិវាទនៃប្រទេសមួយទៅប្រទេសមួយផងដែរហើយចំណុចទី3អភិវឌ្ឍវិស័យអប់រំប្រទេសសមាជិកអាស៊ានមានការផ្លាស់ប្ដូរនិស្សិតកម្មសិក្សានិងបទពិសោធន៍អប់រំរវាងគ្នាទៅវិញទៅមកចំណុចទី4អភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រទេសអាចសហការគ្នាក្នុងការស្រាវជ្រាវនិងចែករំលែកបច្ចេកវិទ្យាថ្មីៗលើកកម្ពស់វិស័យទេសចរណ៍ការសហការរវាងប្រទេសអាស៊ានធ្វើឲ្យទេសចរណ៍កាន់តែងាយស្រួលនិងទាក់ទាញភ្ញៀវទេសចរច្រើនចំណុចទី6ការពង្រឹងទំនាក់ទំនងអន្តរជាតិប្រទេសសមាជិកមានឱកាសធ្វើការសហការជាមួយគ្នានិងមានសម្លេងខ្លាំងជាងមុននៅលើឆាកអន្តរជាតិចំណុចទី7ការរក្សានិងលើកស្ទួយវប្បធម៌ប្រទេសអាស៊ានអាចផ្លាស់ប្ដូរនិងផ្សព្វផ្សាយវប្បធម៌ប្រពៃណីនិងអរិយធម៌របស់ខ្លួនចំណុចទី7ការរក្សានិងលើកស្ទួយវប្បធម៌ប្រទេសអាស៊ានអាចផ្លាស់ប្ដូរនិងផ្សព្វផ្សាយវប្បធម៌ប្រពៃណីនិងអរិយធម៌របស់ខ្លួនផងដែរ
ឥឡូវយើងទៅដល់ចំណុចទី7គឺចំណុចចុងក្រោយតែកម្ពុជាចូលជាសមាជិកអាស៊ានទី10នៅថ្ងៃទី30មេសាឆ្នាំ1994ការចូលជាសមាជិកនេះដែរគឺកម្ពុជាបានទទួលបានផលប្រយោជន៍និងបញ្ហាប្រឈមតទៅគ្នាចំណុចដំបូងក៏ផលប្រយោជន៍ជាស្វ័យសម្រាប់ចំណុចទី1ផ្នែកសេដ្ឋកិច្ចនិងវិទ្យាកម្មកម្ពុជាទទួលបានកម្លាំងសេដ្ឋកិច្ចនិងការវិនិយោគទុនជំនួយសេដ្ឋកិច្ចពិសេសពីដំណាក់កាលដែលជាសមាជិកអាស៊ានដែលធ្វើឲ្យប្រទេសកម្ពុជាមានស្រួលក្នុងការអភិវឌ្ឍប្រទេសព្រមទាំងទទួលបានកិច្ចសហការពីកើនផងដែរទី2នយោបាយនិងការទូតកម្ពុជាមានសិទ្ធិធ្វើជើងលើឆាកអន្តរជាតិពង្រឹងទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសដទៃទៀតហើយថែមទាំងមានសិទ្ធិចូលរួមកិច្ចសហការក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរគ្រឿងញៀនការជួញដូរមនុស្សព្រមទាំងកិច្ចសហការសំខាន់ផ្សេងទៀត3សង្គមនិងវប្បធម៌កម្ពុជាមានឱកាសក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដែលទទួលបានអាហារូបករណ៍ពីបណ្ដាប្រទេសដែលជាសមាជិកអាស៊ាននិងតាមរយៈកម្មវិធីកិច្ចសហការផ្សេងៗហើយម្យ៉ាងទៀតកម្ពុជាយ៉ាងទៀតមានការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជនក្នុងស្រុកនិងក្រៅស្រុកនិងទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនចំពោះបញ្ហាប្រឈមមួយផ្នែកសេដ្ឋកិច្ចកម្ពុជាបានបើកទីផ្សារសេរីដែលងាយស្រួលក្នុងការដឹកទំនិញនាំចូលប៉ុន្តែវាក៏ផ្ដល់ផលវិបាកដូចគ្នាគឺបញ្ហាប្រកួតប្រជែងគ្នារវាងដំណាំក្នុងស្រុកជាមួយនឹងផលិតផលដែលនាំចូលដែលមានតម្លៃថោកជាងដែលអាចប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុកយ៉ាងខ្លាំងម្យ៉ាងទៀតសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកទៅលើការបោះទុនវិនិយោគពីបណ្ដាប្រទេសផ្សេងៗហើយវាអាចរងផលប៉ះពាល់យ៉ាងខ្លាំងប្រសិនបើជាមានការប្រែប្រួលសេដ្ឋកិច្ចនៅក្នុងពិភពលោកទី2ផ្នែកនយោបាយក្នុងនាមជាសមាជិកអាស៊ានកម្ពុជាត្រូវគោរពតាមគោលការណ៍រួមនិងច្បាប់រួមហើយអាចទទួលរងនូវសម្ពាធឬជាការធ្វើអន្តរាគមន៍ពីបណ្ដាប្រទេសដទៃទៀតទៅលើបញ្ហាផ្ទៃក្នុងដែលបណ្ដាមកពីការប្រែប្រួលនៃសេដ្ឋកិច្ចឬបញ្ហាធំដុំណាមួយកើតឡើងចំពោះបញ្ហាព្រំដែនបច្ចុប្បន្នអាស៊ានប្រកាន់គោលការណ៍ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីក៏ដោយប៉ុន្តែដើម្បីដោះស្រាយបញ្ហាព្រំដែនបានក៏ត្រូវចំណាយរយៈពេលយូរដើម្បីចរចាដែរចំណុចទី3ផ្នែកសង្គមនិងវប្បធម៌បញ្ហាអក្រិតកម្មនិងបញ្ហាជួញដូរគ្រឿងញៀនកម្ពុជាបានបើកភូមិតាសេដ្ឋកិច្ចដែលជាឱកាសដែលជាឱកាសធ្វើឲ្យសកម្មភាពខុសច្បាប់មួយចំនួនបានកើតឡើងដូចជាការជួញដូរមនុស្សការជួញដូរគ្រឿងញៀនការលួចបន្លំឆ្លងដែនដែលអាចបង្កភាពស្មុគស្មាញនិងបញ្ហាប្រឈមជាច្រើនកើតឡើង3ជាការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជនក្នុងស្រុកនិងក្រៅស្រុកបង្កើនចំនួនសេដ្ឋកិច្ចក៏ដោយប៉ុន្តែវាក៏អាចប៉ះពាល់ទៅដល់ប្រពៃណីទំនៀមទម្លាប់ដើមរបស់កម្ពុជាផងដែរប្រសិនបើជាយើងមិនបានថែរក្សាវាឲ្យបានល្អប្រាប់មកការចូលជាសមាជិកអាស៊ាននេះបានផ្ដល់ទាំងផលប្រយោជន៍ជាមួយនឹងបញ្ហាប្រឈមព្រមគ្នាដូចនេះដើម្បីអភិវឌ្ឍប្រទេសឲ្យបានល្អយើងគួរតែទាញយកផលប្រយោជន៍ឲ្យអស់ពីលទ្ធភាពពីការចូលរួមនៃសមាជិកអាស៊ាននេះជាចុងក្រោយក្រុមនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទស្សនារបស់អ្នកទាំងអស់គ្នាដល់ទីបញ្ចប់សូមអរគុណ